ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនអើយថ្ងៃនេះធ្លាក់មកដល់សុវណ្ណចេញពីសុវណ្ណទៅឈុងជូចេញពីឈុងជូចូលសុវណ្ណវិញហើយទៅបានទៅយ៉ាងជូបានទៅភូឆុននៅនឹងថ្ងៃទៅហាងវិញហើយទៅហាងទៅយកប្តីថ្ងៃហ្នឹងដឹងមិនមកទេឲ្យប្តីធ្វើការនៅហាងម្នាក់ឯងអត់មានអ្នកជួយនេះហើយទៅលើថាថ្ងៃហ្នឹងជនជាតិកូរ៉េសវោទៅជនជាតិកូរ៉េចូលជាងជនជាតិខ្មែរទៀតនេះគិតមិនឥឡូវជនជាតិកូរ៉េគ្រប់ត្រច្រើនជាងបងប្អូនខ្មែរយើងទៀតនេះប្រហែលជាបងប្អូនខ្មែរយើងគាត់មានការគេហៅថាខឹងប្រកាន់ខឹងសម្បាខ្ញុំរឿងអីបានគុំក្នុងចិត្តអត់មកជួយគ្រប់ត្រនៅក្នុងហាងនេះគិតមិនឥឡូវហើយដល់ពេលអញ្ចឹងនេះប្តីខ្ញុំនៅហត់តុកទទួលភ្ញៀវផងធ្វើម្ហូបខ្លួនឯងផងដឹងមិនមកទេចាំមើលយប់នឹងខ្ញុំទៅដល់ឥឡូវស្ទះផ្លូវនៅតាមផ្លូវស្ទះផ្លូវជិះឡានអត់លឿននៅផ្លូវ highway តែនៅស្ទះនេះបងប្អូនអើយស្ទះយកមែនតើផ្តាក់ក៏ជិះឡានផ្តាក់នេះផ្លូវគេចេញនឹងណែននិយាយទៅរាប់សិបគីឡូនិយាយគ្រាន់តែត្មងជួចាំចេញច្រកហ្នឹងបងប្អូនអើយស្ទះយកមែនតើនេះហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាមួយរយៈនិយាយទៅហ្នឹងហើយមិនសូវជាបានប្រម៉ូទខ្លួនឯងសម្រាប់ខ្ញុំធ្វើការហ្នឹងហើយផ្នែកខាងច្បាប់រត់ឯកសារផ្សេងហ្នឹងហើយជួយធ្វើការដាក់ពាក្យយកលុយប្រាក់ម្នាក់ឆ្នាំចាដាក់ពាក្យយកលុយ50,000លក់សបត់យន្តហោះហើយហ្នឹងហើយមានហាងមហោបខ្មែរហ្នឹងហើយគឺនៅភូឆុនក្នុងគីដូភូឆុនបងប្អូននៅសុងរីយើងហ្នឹងទឹកតែបើកបានមួយទឹកជាងទេអញ្ចឹងហើយសូមបងប្អូនទាំងអស់គ្នាចាជួយគ្រប់គ្រងសេវាកម្មនាងខ្ញុំហើយសូមជួយគ្រប់គ្រងមហោបខ្មែរចាមហោបខ្មែរដែលចុងភៅផ្ទាល់របស់ខ្ញុំគឺប្តីខ្ញុំអ្នកធ្វើហ្មងហើយហ្នឹងហើយមិនអួតទេគឺទី1គ្រួសារខ្ញុំគាត់មានដងធ្វើមហោបស្រាប់ទី2ក៏គាត់មានគេហៅថានឹងឲ្យវិញ្ញាបនបត្រអំពីបញ្ជាក់អំពីការធ្វើរៀនធ្វើម្ហូបបានរយៈពេលខ្លីដែរអញ្ចឹងណាបងប្អូនបន្ថែមចាពិសេសហ្នឹងគឺចំណាយរៀនធ្វើស៊ុបគុយទាវចាដាច់ដលែកមួយមុខតដលែកតគុយទាវមួយមុខហ្នឹងគឺអស់ច្រើននេះដែរចិត្តចូលគាត់នាំម្ហូបមកធ្វើគុយទាវមុខម្ហូបគុយទាវតែមួយមុខទេបងប្អូនជិត1000ដែរនិយាយទៅរៀនតែមួយមុខហ្នឹងណាហ្នឹងហើយតាមម្ហូបផ្សេងហ្នឹងបន្ទាប់បន្សំគឺគាត់រៀនបានរយៈពេលច្រើនខែដែរ